Cần đĩa, sát lát đất ngôn chương mà nốt mùi phản đầy. Bất chia đạp mình chờ lòng tê. Tam ca thua thể tế, tông ngôn sát cần đĩa từng óc chung quanh bị phộp lốt. Cứ bất chia ngôn chương mà nốt mùi phản đầy bật mền. Châm riêng xúa, nâng sức đấy đọc rây mất mà đong thiệt hài. Ngày ní dân nâng nôm khnia xoay vô lòng pi rương ràng ạt cầm băng chỉ tràn rồi bỏ sát cần đĩa mà đong. Hai rương ràng mùi chùm nôn khăn króm. Miên chùm nôn khla bông ôn và hai chi bông trọc bàn đăng bị môn mộc phong có thả bàn. Muối, sát cần đĩa khla khmiên phách nụ tê. Miên chiêng mùi pon ẩm bô nơ lơ phản đầy. Sát cần đĩa và nạ cầm con nâng con top khmiên phách tê. Cứ lược lên tai ẩm bô Hodo the Mess Mushambigus ឬ វណ្ណៈស្ដេច និង វណ្ណៈក្សត្រីប៉ុណ្ណោះដែលមានភ្នែក ហើយអ្វីដែលកាន់តែប្លែក ភ្នែកដែលមាននោះក៏ព្រិលមើលពុំសូវច្បាស់ដែរ គឺអាចត្រឹមដឹងថាថ្ងៃឬយប់ប៉ុណ្ណោះ ត្បិតថាមានទម្លាប់រស់នៅជាអាណាចក្រដូចស្រមោច ប៉ុន្តែកណ្ដៀបែរជាមានអំបូរតែមួយជាមួយកន្លាតឈើ Cryptocercus ទៅវិញ 2. កណ្ដៀជាអំបូរសត្វបុរាណ មានការសិក្សាជាច្រើនបានរកឃើញថា កណ្ដៀបានចាប់កំណើតនៅលើផែនដីដំបូងកាលពីជាង 250 លានឆ្នាំមុនមកម្ល៉េះ ពោលគឺវាប្រហាក់ប្រហែលទៅនឹងកំណើតដាយណូស័រលើផែនដី ឬអាចមុននោះផងក៏ថាបាន បច្ចុប្បន្នវាមានវត្តមានទូទាំងពិភពលោកលើកលែងតែទ្វីបអង់តាក់ទិកប៉ុណ្ណោះដែលអាកាសធាតុមិនអនុគ្រោះ 3. វាបញ្ចេញខ្យល់ញឹកញាប់ជាងមនុស្សត្រូវហើយទោះបីជាមានខ្លួនតូចជាមធ្យមត្រឹមតែ 4 ទៅ 15 មីលីម៉ែត្រ ឬ 11 ទៅ 15 សង់ទីម៉ែត្រជាប្រវែងខ្លួនកណ្ដៀម្ចាស់ស្ត្រីក៏ដោយប៉ុន្តែអ្វីដែលមនុស្សពុំធ្លាប់បានដឹងគឺវាជាសត្វល្អិតម្យ៉ាងដែលបញ្ចេញខ្យល់ឬផោមញឹកញាប់ជាងគេបំផុតនៅលើផែនដីក្នុងចំនួនដ៏ច្រើនលើសលប់បែបនេះវាបានបញ្ចេញឧស្ម័នម្យ៉ាងហៅថាមេតានគ្មានពណ៌គ្មានក្លិនប៉ុន្តែវាជាកាតាលីករដែលបង្កើតឲ្យមានឧស្ម័នផ្ទះកញ្ចក់ជាផលអាក្រក់ដល់ការប្រែប្រួលអាកាសធាតុកាន់តែឆាប់រហ័ស 4. កណ្ដៀស៊ីលីមុខគ្នាឯង ចំណែកទូទៅរបស់សត្វកណ្ដៀយើងធ្លាប់បានដឹងហើយថាគឺមានដូចជាឈើងាប់ងាប់ស្លឹកឈើងាប់ងាប់គល់ឈើគល់ដំណាំជាដើមហើយជាធម្មជាតិសត្វកណ្ដៀគឺតម្រូវឲ្យផលិតបាក់តេរីម្យ៉ាងនៅក្នុងពោះវៀនរបស់ពួកវាដើម្បីបញ្ចេញសារធាតុគីមីនោះងាយស្រួលនៅក្នុងបេសកកម្មកកេឥតឈប់របស់ពួកវាហើយវិធីដ៏ងាយស្រួលបំផុតនោះគឺស៊ីលីមួកគ្នាឯងនេះឯងនៅក្នុងដំណើរការនេះក៏ជាវិធីសាស្ត្រមួយដ៏ល្អដែលវាអាចឲ្យក្រុមកណ្ដៀតូចៗអាស្រ័យកាកសំណល់ទាំងនោះជាអាហារនៅក្នុងកំឡុងពេលពួកវាពុំទាន់អាចរកស៊ីបានដោយខ្លួនឯង 5. វាមិនចេះដេកនោះទេកាន់តែប្លែកលើគេកណ្ដៀគឺជាវងសត្វល្អិតដែលមិនចេះដេកតតែសោះមិនថាថ្ងៃឬយប់នោះទេវាមានសកម្មភាព24ម៉ោងនៅក្នុងមួយថ្ងៃនិង7ថ្ងៃក្នុងមួយសប្តាហ៍តែម្ដងតើពុកម៉ែបងប្អូនដឹងទេនៅក្នុងអាណាចក្រមួយដែលមានសមាជិកពីរាប់រយទៅរាប់លានក្បាលទំនួលខុសត្រូវរបស់កណ្ដៀកម្មករគឺមានច្រើនជាងគេនៅក្នុងចំណោមវណ្ណៈទាំងអស់ប៉ុន្តែប្រមូលចំណីទឹកជញ្ជូរនិងស្តុកស្បៀងថែទាំកូនតូចៗចំនួនក្រោយនិងការថែទាំជួសជុលដំបូករបស់ពួកវាឡើយបន្ទាប់ពីនោះគឺក្រុមកងទ័ពកណ្ដៀពួកវាប្រៀបបានទៅនឹងកងកម្លាំងពិសេសដែលគ្រប់អាណាចក្រទាំងអស់មិនអាចខ្វះបានដោយហេតុថាវាហាក់ដូចជាមានការវឹកហាត់ជាប្រចាំនិងឈរជើង24ម៉ោងលើ24ម៉ោងការពារអាណាចក្រពីសត្រូវគ្រប់ច្រកពិសេសគឺអំបូរស្រមោចដែលជាសត្រូវស៊ូពូជរបស់ពួកវាបានបែងចែកចេញជាក្រុមការពារគ្រប់សមាជិកទាំងអស់រាប់ចាប់តាំងពីពងថ្មីកូនតូចៗចំនួនក្រោយក្រុមកម្មកររហូតដល់វណ្ណៈស្ដេចនិងក្សត្រីឯទំនួលខុសត្រូវរបស់ស្ដេចនិងម្ចាស់ស្ត្រីវិញគឺគ្រប់គ្រងអាណាចក្រនិងបង្កើតកូនចៅចំនួនថ្មីរឿងដែលយើងនឹកស្មានពុំដល់កណ្ដៀថែមទាំងមានសង្គ្រាមរវាងអាណាចក្រនិងអាណាចក្រទៀតផងហើយអាណាចក្រណាដែលខ្សោយនឹងត្រូវបាត់បង់ទឹកដីរបស់ខ្លួនឲ្យទៅអ្នកឈ្នះ 6. កណ្ដៀគឺជាសត្វដែលមានអនាម័យបំផុតនៅក្នុងការប្រស្រ័យទាក់ទងដោយប្រើលំញ័រនិងសញ្ញាគីមីរកគ្នាកណ្ដៀមានរបៀបទំនាក់ទំនងពិសេសមួយទៀតគឺការសន្ទនាគ្នាដោយយកក្បាលគោះគ្នាទៅវិញទៅមកក្រៅពីនោះវាគឺជាសត្វល្អិតដែលរស់នៅស្អាតហើយអនាម័យលើសគេវាសុខចិត្តចំណាយពេលរាប់ម៉ោងដើម្បីសម្អាតនិងជួយតុបតែងកាយឲ្យគ្នាទើបចាប់ផ្ដើមការងារបន្ទាប់ផ្សេងទៀតរបៀបរស់នៅបែបនេះគឺជាកាតព្វកិច្ចធម្មជាតិដោយហេតុថាទីតាំងដែលវារស់នៅគឺពោរពេញទៅដោយមេរោគនិងបាក់តេរីអាក្រក់ៗជាច្រើនដែលអាចបំផ្លាញសម្បុករបស់ពួកវាបានមួយពព្រិចភ្នែក 7. ធ្ងន់លើមនុស្សទាំងអស់នៅលើផែនដីរាប់សិបដងហួសពីភាពទៅរួចម្ចាស់ស្ត្រីកណ្ដៀមួយក្បាលអាចមានអាយុរហូតដល់50ឆ្នាំស្របពេលដែលពេញមួយជីវិតរបស់វាគឺមានលទ្ធភាពបង្កើតពងកូនបាន150លានពងកូនឯណោះមេភ្លៀងឬកណ្ដៀពេញវ័យទាំងអនាគតស្ដេចកណ្ដៀនិងអនាគតម្ចាស់ស្ត្រីថ្មីតែងតែដោះស្លាបមួយគូព្រមគ្នាហើយនៅរដូវបន្តពូជពួកវានឹងនាំគ្នាមួយគូហើយចាក់ចេញពីអាណាចក្រចាស់ដើម្បីរកទីតាំងផ្សេងកសាងអាណាចក្រថ្មីប៉ុន្តែអស្ចារ្យខ្លាំងណាស់គូស្នេហ៍ថ្មីថ្មោងមួយគូនេះនឹងមិនរួមមេត្រីនឹងគ្នាជាដាច់ខាត
បើវាពុំទាន់បានរកឃើញទីតាំងកសាងអាណាចក្រថ្មីបានហើយក្រោយរកបានត្រនំសំរុំហើយទាំងស្ដេចនិងម្ចាស់ស្ត្រីនឹងចាប់ដើមរួមមេត្រីបង្កើតជាដំបូកបិទចិត្តមួយមិនថាក្រោមដីឬលើដីនោះទេគឺមួយជីវិតរបស់ពួកវានឹងមិនចាក់ចេញពីទីនោះជាដាច់ខាតឬសូម្បីតែយើងអាចនឹងមើលឃើញពួកវាម្ដងទៀតក៏មិនងាយដែរកណ្ដៀរគឺជាសត្វដែលមានដៃគូជីវិតស្មោះត្រង់បំផុតពលគឺអាណាចក្រមួយមានតែស្ដេចមួយម្ចាស់ស្ត្រីមួយប៉ុណ្ណោះដើម្បីបង្កើតអ្នកក្រៅបង្គាប់រាប់សិបលានក្បាលគ្រាន់តែគិតដល់ភាពជាក់ស្ដែងយើងក៏អាចយល់ហើយថាចុះទម្រាំគ្រប់អំបូរនឹងអាណាចក្ររាប់សិបលានបញ្ចូលគ្នាទម្ងន់របស់ពួកវាខ្លាចអីនឹងធ្ងន់ជាងមនុស្សនោះតនន័យមួយបានបញ្ជាក់ថាទម្ងន់របស់សត្វកណ្ដៀរទាំង6ទ្វីបបើកណនាទៅគឺប្រមាណប្រហែល445លានតោនពលគឺធ្ងន់ជាងទម្ងន់មនុស្សទូទាំងសកលលោកជិត300ដងឯណោះ8កណ្ដៀរចំពោះមនុស្សសត្វកណ្ដៀរផ្ដល់ទាំងផលល្អនិងផលអាក្រក់ដោយផលវិជ្ជមាននោះគឺនៅទ្វីបអាស៊ីពិសេសប្រទេសសិង្ហបុរីពួកគេនិយមទទួលទានម្ចាស់ស្ត្រីឥណ្ឌារាប់ទសវត្សរ៍ណាស់មកហើយដោយជឿថាវាជួយបំបត្តិជំងឺឈឺក្បាលបើកម្លាំងបើក្រលៀននិងបំបត្តិការចុករួយសាច់ដុំជាដើមរីឯអ្នកនៅទ្វីបអាហ្វ្រិកវិញទាំងសត្វនិងមនុស្សគឺពេញនិយមទទួលទានកណ្ដៀរតែម្ដងព្រោះយល់ថាវាសម្បូរប្រូតេអ៊ីនល្អសម្រាប់សុខភាពរបស់ពួកគេមិនតែប៉ុណ្ណោះកណ្ដៀរគឺជាផ្នែកមួយដ៏សំខាន់ជួយដល់ប្រព័ន្ធអេកូឡូស៊ីដែលបំលែងដើមឈើងាប់ៗឲ្យក្លាយទៅជាដីដែលមានជីវជាតិសម្រាប់កសិកម្មមួយផ្នែកនៅក្នុងវិទ្យាសាស្ត្រសារធាតុគីមីនៅក្នុងពោះវៀនរបស់សត្វកណ្ដៀរគឺជាធាតុផ្សំពិសេសម្យ៉ាងដែលជំរុញឲ្យគេព្យាយាមសិក្សាម្ដងហើយម្ដងទៀតដើម្បីអាចទាញយកមកជំនួសឥន្ធនៈផូស៊ីលនាពេលអនាគតដែលឡែកមានអគារធំៗមួយចំនួនក៏យកលំនាំសាងសង់តាមដំបូលកណ្ដៀរដែរដូចជាអគារផ្សារទំនើបឈ្មោះ Eastgate Center នៅក្នុងប្រទេស Zimbabwe ជាមណ្ឌលសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យ Catholic University of Eastern Africa និងអគារ Council House 2នៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីជាដើមចំពោះផលវិជ្ជមានវិញគឺមួយឆ្នាំវាបានបំផ្លាញសំណង់អគារផ្ទះសម្បែងគិតជាប្រាក់ជាង$5000 លានឯណោះដោយទិន្នន័យនេះគឺយើងគិតតែចំពោះសហរដ្ឋអាមេរិកមួយប៉ុណ្ណោះទំហំខូចខាតដ៏មហិមានេះទៀតសោតក៏ពុំត្រូវបានទទួលសងដោយក្រុមហ៊ុនធានារ៉ាប់រងផ្ទះសម្បែងណាមួយឡើយហើយបើយើងនិយាយដល់វិស័យកសិកម្មវិញកណ្ដៀរគឺស៊ីគល់ដំណាំសឹងតែគ្រប់មុខរបស់ប្រជាកសិករនៅទីនោះពី3ទៅ100%ដំណាំរបស់កសិករនៅទ្វីបអាហ្វ្រិកត្រូវបានបំផ្លាញយ៉ាងចាស់ដៃពីពួកវា9 Guinness World Record រកឃើញបណ្ដុំដំបូកកណ្ដៀរធំបំផុតគេបានរកឃើញបណ្ដុំទីក្រុងដំបូកកណ្ដៀរដ៏ចំណាស់មួយនៅទ្វីបអាមេរិកខាងត្បូងទីក្រុងចំណាស់នោះបានសាងសង់ឡើងដោយអំបូរកណ្ដៀរ Saint Thomas Darius ប្រហែលជាប្រើរយៈពេលអស់4000ឆ្នាំឯណោះអ្វីដែលសំខាន់គឺនៅមានវត្តមានពួកវារហូតដល់បច្ចុប្បន្ននៅឡើយនៅក្នុងទឹកដីប្រេស៊ីលប៉ែកអាគ្នេយ៍ក្នុងទំហំទឹកដី230,000 គីឡូម៉ែត្រការ៉េដែលមានដំបូកខ្ពស់ធំជាង200លានដំបូកហើយទស្សនវិជ្ជាទាំងអស់នេះគឺបានធ្វើឲ្យអ្នកស្រាវជ្រាវទាំងអស់នោះមានការភ្ញាក់ផ្អើលជាខ្លាំងដោយពុំនឹកស្មានថាមានរឿងទាំងនេះកើតឡើងឡើយ